បាទសូមជម្រាបសួរបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះគេថារំលឹកអីមិនឃើញបាទបងប្អូនគឺទៅធ្វើបង្កងស្ងោរទឹកដូងម្ដងបាទគឺថ្ងៃនេះខ្ញុំមានដូងក្អូបមួយផ្លែហ្នឹងយកមកពុះយកទឹកបាទកាត់យកទឹកដើម្បីស្ងោរបង្កងហូបបាទហើយបង្កងមុននឹងយើងយកទៅធ្វើជាម្ហូបគឺយើងទៅយកវាទៅលាងសម្អាតនិងកាត់ប្រយរបស់វាបាទហើយគ្រឿងផ្សំរបស់យើងក្នុងការធ្វើបង្កងស្ងោរទឹកដូងនេះគឺមានច្រើនទីបងប្អូនមានតែផ្លែដូងមួយផ្លែស្លឹកក្រូចសើចហើយនិងគល់ស្លឹកគ្រៃមួយគល់មកដើម្បីឲ្យវាកាត់ឆ្អាបបាទហើយសម្រាប់ទឹកត្រីកោះកុងគឺក៏ងាយស្រួលដែរមានអីក៏បានទេបើជាស្ករទឹកត្រីទឹកស្អៀវខ្ទឹមបាទម្ទេសហ្នឹងសម្រាប់ទឹកត្រីកោះកុងទឹកអំបិលស្រេចតែបងប្អូនចង់ធ្វើបានតាមចំណង់ចំណូលចិត្តខ្លួនឯងហើយរបៀបធ្វើគឺខ្ញុំធ្វើសារនេះគឺថាប្លែកពីគេគឺយើងដាក់ឆ្នាំងទៅលើចង្ក្រានហ្គាសរបស់យើងហើយយើងធ្វើការលីងគ្រឿងរបស់យើងដែលមានគល់ស្លឹកគ្រៃនិងស្លឹកក្រូចសើចបាទបន្ទាប់មកគឺយើងលីងបន្ទាប់ពីយើងលីងវានឹងស្ងួតឈ្ងុយស្លឹកក្រូចសើចនិងគល់ស្លឹកគ្រៃហ្នឹងទៅយើងចាក់ទឹកដូងរបស់យើងចូលទៅក្នុងឆ្នាំងបាទបន្ទាប់ពីយើងដាក់ចូលទៅក្នុងឆ្នាំងឲ្យវាអស់ដូងមួយហ្នឹងបាទយើងដាក់ទឹកល្មមមកដើម្បីវាងាយឆាប់ពុះបាទបន្ទាប់ពីយើងចាក់ទឹកដូងចាក់អីចូលទៅក្នុងឆ្នាំងគឺយើងត្រូវគ្របនៅគម្របឆ្នាំងទុកឲ្យវាពុះបាទហើយនេះគឺជាសកម្មភាពមួយដែលខ្ញុំកំពុងតែធ្វើការស្រោចស្លុកបាទបងប្អូនបាទឥឡូវនេះគឺបន្ទាប់ពីយើងដាក់ឲ្យទឹកក្រាំងៗបន្តិចយើងចាប់ផ្ដើមដាក់អំបិលរ៉ាឌីយើងដាក់ចេងស្ករអីបន្តិចមកដើម្បីឲ្យវាចូលជាតិទៅក្នុងបង្កងរបស់យើងឬមួយក៏បងប្អូនបាច់ដាក់ក៏បានដែរបាទបើយើងធ្វើទឹកត្រីកោះកុងហើយប៉ុន្តែនេះគឺខ្ញុំដាក់បន្តិចទៅដើម្បីសម្រាប់បងប្អូនយើងខ្លះគាត់អត់ចូលចិត្តទឹកត្រីកោះកុងឬគាត់ចូលចិត្តសាបគាត់អាចហូបបង្កងនេះបានតែម្ដងបាទហើយបន្ទាប់ពីយើងដាក់គ្រឿងដាក់គ្រឿងអីរួចបងប្អូនកុំភ្លេចយកគម្របឆ្នាំងយើងដាក់គ្របទុកវាមកសន្ធូរទៅអាចប្រើពេល4ទៅ5នាទីដើម្បីឲ្យបង្កងរបស់យើងដើម្បីទឹកនឹងពុះបាទយើងបន្ទាប់ពីយើងដាក់ទឹកយើងក៏មកមើលនៅបង្កងរបស់យើងដែលយើងលាងសម្អាតវាស្អាតពី3ទឹកមកបាទបន្ទាប់យើងលាងសម្អាតពី3ទឹកឃើញថាវាស្អាតគឺយើងយកបង្កងរបស់យើងយកមកដាក់ចូលទៅក្នុងឆ្នាំងដែលកំពុងតែពុះនឹងមកបងប្អូនបាទឥឡូវនេះគឺខ្ញុំចាប់ផ្ដើមដុសនៅបង្គាដាក់ម្ដងមួយបាទឬមួយក៏យើងចង់ចាក់ក្លឹបតែម្ដងក៏បានដែរបាទហើយថ្ងៃនេះបងប្អូនគាត់ថាខ្យល់ជាការហ្គាសវារៀងខ្សោយភ្លើងទៀតបាទរៀងរអាក់រអួលតិចបាទបងប្អូនថ្ងៃនេះក្នុងការធ្វើម្ហូបបាទហើយឥឡូវនេះគឺកងរបស់យើងបន្ទាប់ពីលាងស្អាតគឺយើងយកមកដាក់ចូលទៅក្នុងឆ្នាំងរបស់យើងបាទគ្រាន់តែលាក់បាទបងប្អូនបើកឆ្នាំងមកតែឈ្ងុយតែម្ដងក្លិននឹងឈ្ងុយស្ងប់បាទហើយថ្ងៃនេះបងប្អូនគាត់ថាប្រកងទិញមករៀងប្រែដែរគឺ2គីឡូនំ1គីឡូ35,000បាទអញ្ចឹងថ្ងៃនេះគេថាចាយលុយអស់20,000រៀលបាទនឹងគ្រាន់តែសាច់ប្រកងទេដូចគ្រប់ឆ្ងាយ500ម្ទេស500អីចឹងមកគឺថាគ្រប់គ្រាន់ហើយបងប្អូនអាចអស់ចន្លោះពី7,500រៀលទាំងគ្រឿងផ្សំទាំងអីហ្នឹងបាទបងប្អូនតែនៅខាងខ្ញុំនេះគឺថាវារៀងថ្លៃផ្សំដែរ1គីឡូ35,000បាទដំបូងឡើយគឺថាត្រូវមើលបកាទេបងប្អូនបាទព្រោះប្រកងនេះមិនសូវជាចំណង់ចំណូលចិត្តអីប្រហែលទេប៉ុន្តែដល់ពេលយើងរកបកាបានបាទយើងទិញពីតូបមួយអត់មានបកាជ្រើសយកប្រកងនេះមកធ្វើជាមុខម្ហូបតែម្ដងបាទហើយប្រកងនេះយើងអាចធ្វើមុខម្ហូបបានជាច្រើនបងប្អូនបាទដូចជាស្ងោរជ្រូកឬក៏ស្ងោរងាំងនៅឬឆាក្តៅឆាផ្អែមក៏បានដែរបាទចម្លែកអីដែលខ្ញុំថ្ងៃនេះគឺខ្ញុំយកវាមកស្ងោរជាមួយនឹងទឹកដូងទឹកត្រីកោះកុងតែម្ដងបាទគឺក្លិនឈ្ងុយមានរសជាតិឆ្ងាញ់មែនទែនបងប្អូនបាទអមជាមួយនឹងទឹកដូងក្លិនក្រអូបឈ្ងុយបាទគឺថាអេមសេមតែម្ដងហើយបងប្អូនក៏បានតិចកំប៉ុងពីកំប៉ុងវិញទៅគឺថាអេមសេមតែម្ដងហើយបាទឥឡូវនេះបន្ទាប់ពីយើងដាក់វាមួយសន្ទុះឃើញថាពគារបស់យើងឆ្អិនហើយឥឡូវនេះយើងចាប់ផ្ដើមដុសដាក់ចានបែងចែកអ្នកហូបមុនអ្នកហូបក្រោយបាទយើងបែងចែកចាន2ចាន3មកគឺថាឆ្នាំងធំតែម្ដងបងប្អូន2គីឡូមិនធម្មតាណាបាទគឺថាឡើងមកអេមសេមតែម្ដងហើយបាទហើយសម្រាប់វីដេអូនេះបងប្អូនរកការអធិប្បាយតាំងពីដើមរហូតមកដល់ចប់បើសិនជាមានការកុសឆ្គងឬក៏លើសលោះនៅចំណុចណាមួយបាទក៏សូមកន្តិអភ័យទោសពីសំណាក់បងប្អូនទាំងអស់គ្នាបាទអញ្ចឹងសូមអរគុណនិងសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយជាបន្តទៀត